សួស្តីគ្នាយើងទាំងអស់គ្នាចឹងឥឡូវយើងមកចូលភាគ2របៀបតម្លើង Ubuntu server នៅលើ VMware ដើម្បីយើងយកមកប្រើដើម្បីតម្លើង Docker នៅលើ Ubuntu ហ្នឹងអញ្ចឹងកុំឲ្យខាតពេលយូរយើងទៅធ្វើទាំងអស់គ្នាអញ្ចឹងដើម្បីតម្លើង Ubuntu នៅលើ VMware បានយើងត្រូវ download Ubuntu OS server យើងមកដាក់មកបន្ទាប់មកយើងចាប់ដើមប្រើទៅដូចខ្ញុំដាក់នៅលើ VMware រួចរាល់អស់ហើយអញ្ចឹងយើងចាប់ដើមតម្លើងវានេះ message របស់ VMware យើងមិនខ្វល់ទេខ្វាយចោលចុចខ្ញុំយកខាងលើគេ install Ubuntu server ជា enter មករងចាំឲ្យវាដើរបន្តិចទៅងាយស្រួលដែរទេវាមិនជាបញ្ហាពិបាកច្រើនទេ Ubuntu តម្លើងគាត់ចុច next តាមវាទៅអូខេតាមវាទៅវាចប់ហើយកន្លែងនេះវាឲ្យយើងរើសភាសាយកអង់គ្លេសចឹងទៅហើយចុចដានទៅ enter មកហើយកន្លែងនេះយើងអត់មានរើសអីទេចុច enter កន្លែងពាក្យដានហ្នឹងមកកន្លែងនេះយើងត្រូវរើសប្រភេទ server យើងតម្លើងវាមាន Ubuntu server ហើយនិង Ubuntu server minimize អញ្ចឹងខ្ញុំរើសយក minimize តបមកឡើយនេះយើងឲ្យវាចាប់ DHCP ធម្មតាចុចដានទៀតអូខេមកដល់កន្លែងនេះវាកំពុងតែ scan ឬមក package ពី internet មកហើយយក continue ទៅជាថាយក cancel ទៅចុចដានកន្លែងនេះមកអូខេចុចមកកន្លែងនេះយើងចុចដានទៀតមកហើយដានទៀត continue ឥឡូវនេះយើងត្រូវដាក់ username របស់យើង username របស់យើងដាក់ទៅ complete តែ complete ហើយយើងដាក់ server របស់ OS របស់យើងដាក់ server ឈ្មោះអីហើយដាក់ username ហើយដាក់ password ហាម click username ហើយដាក់ password ហើយចុច done continue កន្លែងនេះយើងត្រូវ click យកកន្លែង install SSH ដើម្បីយើងងាយស្រួលក្នុងការ remote ពីព្រោះយើងតម្លើងនេះជាប្រភេទ server minimize មានន័យថាអត់មាន interface មើលទេគឺប្រើតែ command only ចឹងចាំ package យើងបានចប់ចឹងឥឡូវវាចប់ហើយ package យើងគ្រាន់តែចុច select មកកន្លែង reboot now មក enter មកចឹងOS Ubuntu របស់យើងចាប់ផ្ដើម reboot ហើយចឹងយើងគ្រាន់តែចាំឲ្យវា reboot ចប់មកយើងចូលទៅ check មើលថាយើងតម្លើងហ្នឹងបានជោគជ័យអត់អូខេឥឡូវវាចាប់ផ្ដើមបានមកហើយនេះយើងចាំតិចទៅអូខេឥឡូវវាចេញឲ្យយើង log in ហើយនេះយើងក៏ log in ដល់ user ដែលយើងដាក់មុនហ្នឹងខ្ញុំបានដាក់ ITKH ជា user ហើយ password របស់យើងមកហើយចុច enter មកឥឡូវយើង log in ចូលហើយណានេះយើងចឹងយើងអាចចូលមក check មើលព័ត៌មានអីនៅក្នុងហ្នឹងបានដែរដូចជាយើងអាច check មើល IP នៅលើហ្នឹងអញ្ចឹងណាអូខេឥឡូវខ្ញុំចូលមកមើលខ្ញុំចូលមកដាក់ password ឲ្យ root តិចសិនអូខេ sudo login មកហើយដាក់ password user របស់យើង ATKH មិញហើយចូលដល់ root ទៅខ្ញុំមកដូរ password root សិន passwd root អូខេហើយខ្ញុំដាក់ new password ឲ្យ root អូខេចឹង new password confirm password អូខេលើ successful ហើយចឹងខ្ញុំមកចង់មើលUbuntu ខ្ញុំ IP ប្រហែលចឹងដើម្បីមើល IP របស់ Ubuntu ខ្ញុំប្រើ hostname .i ធំចឹងវាចេញ IP address របស់ server Ubuntu យើងឯងចឹងយើងអាច testing remote វាបានហើយចឹងយើងសាកចូលមក ping អូខេយើង ping ទៅ IP របស់ Ubuntu server ស្គាល់យើងចាប់ដើមចូល proxy IP របស់ server Ubuntu យើងចូលមកតបមកយើង remote អូខេហើយវាចូលហើយចុច accept មកអូខេយើងចាប់ដើម login ទៅ user នោះដែលយើងមានគឺមាន2 user ITKH មួយ user root មួយខ្ញុំ login user ITKH ដាក់ password ចូលមកអូខេហើយអូខេជោគជ័យហើយ
remote ទៅ Ubuntu server យើងបានហើយពេលនេះ search ឈ្មោះ server របស់យើងហើយយើងចូល check មើល IP មើលដូចគ្នាអូខេចូលមកអូខេ sudo hostname login គេនឹង IP របស់ server របស់យើងដូចគ្នាអូខេយើងតម្លើង Ubuntu server យើងបានជោគជ័យហើយចាំជួបខ្ញុំនៅវីដេអូក្រោយទៀតចូលវីដេអូក្រោយខ្ញុំនឹង set Ubuntu នេះទៅជា IP static វិញកុំឲ្យវាចាប់ TCP ចឹងវាអាចដូរយើងពិបាក remote នៅវីដេអូក្រោយទៀតអរគុណបាយបាយ